ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយខ្ញុំបាទសុធារាជម្ដងទៀតហើយថ្ងៃនេះផងដែរខ្ញុំមានជាវីដេអូថ្មីមួយទៀតដែរដែលចង់មកធ្វើការចែករំលែកនិងបង្ហាញអំពីការដោះ system unit របស់យើងនិងរបៀបនៃការរៀបចំ system unit របស់យើងទៅតាមទំនងដើមវិញជាកិច្ចបន្តខ្ញុំបាទសូមធ្វើការគោរពជម្រាបសួរទៅដល់លោកឯកឧត្តមនាយកប៊ុនភិរិនដែលជានាយកនៃវិទ្យាស្ថានជាតិភូមិបច្ចេកទេសកម្ពុជានិងគោរពជម្រាបសួរទៅដល់លោកគ្រូសាស្ត្រាចារ្យថៃមិញហាជាលោកគ្រូកាន់ក្រុមនិងបង្រៀនស្ថិតនៅក្នុងម៉ោង Computer Maintenance ជាទីគោរពនិងគោរពជម្រាបសួរទៅដល់លោកគ្រូអ្នកគ្រូសាស្ត្រាចារ្យជាទីគោរពខ្ញុំបាទឈ្មោះនួនសុធិរាជជានិស្សិតសិក្សានៅក្នុង Department មហាវិទ្យាល័យវិទ្យាសាស្ត្រ Computer សិក្សាលើជំនាញព័ត៌មានវិទ្យាចំនួនទី10ឆ្នាំទី2ថ្ងៃនេះផងដែរខ្ញុំនឹងធ្វើការបង្ហាញអំពីការដោះនិងរៀប system unit របស់យើងដើម្បីធ្វើការបកស្រាយជា quiz ប្រឡងស្ថិតនៅក្នុងម៉ោង Computer Maintenance ដែលលោកគ្រូសាស្ត្រាចារ្យថៃមិញហាបានដាក់ឲ្យពួកយើងខ្ញុំធ្វើការបង្ហាញពីមុខងារនីមួយៗដូចជា RAM CPU motherboard power supply ថាឧបករណ៍ទាំងអស់ហ្នឹងឬក៏វត្ថុទាំងអស់ហ្នឹងវាមានតួនាទីអ្វីខ្លះដែលធ្វើឲ្យ system មួយហ្នឹងវាដំណើរការបានអញ្ចឹងដើម្បីដឹងថាឧបករណ៍ឬក៏របស់ទាំងអស់ហ្នឹងវាដំណើរការឬក៏វាប្រសេសបែបម៉េចខ្ញុំនឹងបង្ហាញនៅពេលបន្តិចទៀតនេះជាដំបូងយើងធ្វើការដោះ stack ផ្នែកខាងក្រៅចេញដូចជាកម្រិតរបស់ cache របស់យើងបន្ទាប់ពីយើងធ្វើការដោះមើលហើយយើងត្រូវប្រកាសថាផ្នែកខាងក្នុងរបស់យើងមានផ្នែកខ្លះដូចជា hard disk GPU CPU RAM hard disk RAM CPU power supply ហ្នឹងហើយឥឡូវយើងធ្វើការដោះ CPU របស់យើងមើលថាវាស្ថិតនៅក្នុងចំនួនទីម៉ានយើងធ្វើការដោះខ្សែភ្លើងរបស់វាមុនពេលហ្នឹងយើងធ្វើការដោះជើងខ្ចៅបួនរបស់វាចឹងយើងដោះហើយយើងមើលថាថាចាក់នេះគឺជាដង្ហើមត្រជាក់របស់ CPU សម្រាប់ការដោះ CPU យើងអាចដោះដោយបខំឬក៏ដោយប្រើកម្លាំងខ្លាំងបានទេគឺយើងត្រូវការថ្នមវាព្រោះវាគឺជាខួរក្បាលរបស់វាជាខួរក្បាលរបស់ធុងរបស់យើងចឹងបើសិនជាករណីវាខូចគឺយើងចូលដល់ធុងចឹងយើងត្រូវការថ្នមវាយើងអាចដូចខ្ញុំនិយាយយើងអាចទៅបខំឬក៏ប្រើកម្លាំងខ្លាំងដើម្បីចាប់វាចេញគឺយើងត្រូវការថ្នមវាមែនតើបន្ទាប់ពីយើងធ្វើការដោះ CPU ចេញហើយយើងមើលឃើញថាវាស្ថិតនៅក្នុងចំណងទី3 Intel Core i3 បន្ទាប់មកយើងធ្វើការដោះ RAM របស់វាចេញបញ្ជាក់សម្រាប់ការទុកដាក់ CPU យើងអាចទុកវាដោយឲ្យជើងនឹងប៉ះផ្ទាល់ទៅលើផ្ទៃណាមួយទេគឺយើងត្រូវការដាក់កន្លែងវាឡើងលើបន្ទាប់យើងធ្វើការដោះ RAM ចេញសម្រាប់ RAM ឬក៏យើងអាចហៅកាត់ថាអង្គចងចាំបណ្ដោះអាសន្នរបស់ computer សម្រាប់ RAM នេះវាមានទំហំ 4G ហើយសម្រាប់ RAM ក៏យើងអាចទុកតម្លាក់វាខ្លាំងៗបានដែរគឺយើងត្រូវការថ្នមមួយគ្នាបន្ទាប់មកយើងធ្វើការហើវាចេញហើខ្សែដើម្បីប្រាប់ថាខ្សែហ្នឹងគឺខ្សែរបស់អ្វីឬក៏វាដំណើរការឲ្យណាឲ្យអីវាមានភ្លើងហ្នឹងទៅសម្រាប់ខ្សែខៀវនេះគឺខ្សែរបស់ hard disk ចំណុចថាបើសិនជាកាន់ឲ្យអត់ខ្សែហ្នឹងគេអត់ខ្សែហ្នឹងទេគឺ hard disk យើងក៏វាអត់អាចដំណើរការឬក៏អាចទុកតំណែងបានដែរខ្សែរបស់វាហើយសម្រាប់ខ្សែទឹកខូចនេះគឺខ្សែរបស់ grade card ឬក៏យើងអាចហៅថា GPU ហ្នឹងហើយសម្រាប់ខ្សែនេះផងដែរគឺជាខ្សែភ្លើងបញ្ជូនទៅឲ្យ hard disk យើងដំណើរការដើម្បីដំណើរការបានតើមានខ្សែហ្នឹងបញ្ជូនភ្លើងទៅខ្សែហ្នឹងក៏ពួកវាបញ្ជូនភ្លើងឲ្យ GPU នេះដែរបន្ទាប់មកយើងធ្វើការមើលទៀតថាក្នុងវាមានអីខ្លះដូចជា power supply វាមានតួនាទីសម្រាប់បញ្ជូនភ្លើងទៅឲ្យ motherboard ដើម្បីឲ្យ motherboard ហ្នឹងចែកចាយភ្លើងហ្នឹងដើម្បីឲ្យផ្សេងហ្នឹងវាដំណើរការបានហើយសម្រាប់នេះគឺជា flow ខ្យល់ឬក៏យើងអាចហៅថាដង្ហើមខ្យល់សម្រាប់ជួយកាត់បន្ថយកម្ដៅនៅក្នុងធុងមួយហ្នឹង
ឥឡូវយើងធ្វើការដោះ power supply របស់វាចេញចំពោះការដោះគឺយើងត្រូវការទុកដាក់ខ្ចៅឲ្យវាមានតាមលំដាប់ដោយដើម្បីពេលដែលយើងគុំទៅគឺងាយស្រួលសម្រាប់នេះផងគឺជា hard disk របស់យើងដែលវាមានទំហំផ្ទុកចំនួន1តេទំហំផ្ទុក1តេហើយនេះផងគឺជា credit card របស់យើងដែលយើងហៅថា GPU ហ្នឹងឥឡូវយើងធ្វើការដោះ board របស់វាចេញសម្រាប់ខ្សែ board គឺយើងត្រូវការទុកដាក់ឲ្យបានតាមលំដាប់វាណាព្រោះកុំឲ្យពេលដែលយើងចាប់ចូលគឺច្រឡំខ្សែផ្សេងគ្នាគាត់ថា brand P គឺយើងដោះ complete មកធ្វើការបោះទៀតនេះជាអស់ហើយហើយធ្វើការដោះ board ចេញនេះគឺជា board បោះធំរបស់យើងយកមកទៅហាលមកស្លឹកខ្យល់បន្ទាប់ពីចំណុចចុងក្រោយគឺយើងត្រូវការដោះ power supply របស់វាចេញនេះសម្រាប់ការដោះ power supply របស់យើងតោះយើងដោះមកយើងឃើញខាងយើងគឺវាអត់អសរសតតែដង្ហើមមួយ
បង្ហាញទៀតដោយសារដង្ហើមយើងគឺវាប្រើប្រភេទជាមួយនឹងកៅស៊ូដែលវាផ្គប់ជាប់ចឹងតែយើងអាចបោះបានសិនករណីយើងដោះចេញគឺវាដង្ហើមគឺអត់អាចដាក់ចូលវិញបានទេឥឡូវនេះយើងធ្វើការរើអស់ហើយចំណុចបន្ទាប់ខ្ញុំនឹងមកបង្ហាញពីចំណុចមួយឬក៏មុខងារមួយថាបណ្ដុំទាំងអស់នោះវាមានតួនាទីអីខ្លះសម្រាប់ដំបូងទេ power supply ដូចនិយាយខាងដើមចឹងគឺវាមានតួនាទីសម្រាប់បញ្ជូនភ្លើងឬក៏ចែកចាយភ្លើងទៅឲ្យ motherboard ដើម្បីឲ្យ motherboard ចែកចាយភ្លើងទៅឲ្យគ្រឿងផ្សេងៗដូចជា RAM CPU ដង្ហើមអីគឺវាដំណើរការបន្ទាប់យើងថាពីមុខនេះគឺយើងធ្វើការរៀបចូលវិញណាឥឡូវយើងធ្វើការចាប់ power supply ចូលសម្រាប់ចំណុចទី2គឺ board ចំណុចសំខាន់របស់ board គឺការគុំឬក៏ឲ្យបដុំផ្សេងៗនៅមានតួនាទីឬក៏មុខងារផ្សេងៗហ្នឹងដំណើរការនៅលើ board តែមួយboard មានតួនាទីចម្បងដូចជាសម្រាប់បញ្ជូន solid data ឬក៏បញ្ជូនភ្លើងទៅឲ្យ RAM ឬក៏ទៅឲ្យ CPU វាដំណើរការចឹងទៅអញ្ចឹង board ក៏គឺជាផ្នែកសំខាន់របស់វាដែរបើមិនការដែលអត់ board ទេក៏អត់អាចមានជា system unit ឬក៏បណ្ដុំអ្វីអាចផ្ដុំលើហ្នឹងដើម្បីវាដំណើរការរួមគ្នាបានដែរសម្រាប់ចំណុចបន្ទាប់យើងធ្វើការបង្ហាញពីមុខងារឬក៏តួនាទីរបស់ CPU គឺជាខួរក្បាលរបស់បណ្ដុំទាំងអស់ហ្នឹងបើសិនករណីអត់មាន CPU ទេបណ្ដុំទាំងអស់ហ្នឹងក៏វាអត់ដំណើរការបានល្អដែរអញ្ចឹង CPU របស់យើងគឺខ្ញុំបានប្រាប់ហើយគឺវានៅក្នុងចំណុចទី3គឺ Core i3 សម្រាប់ការដាក់ CPU របស់យើងត្រូវមើលថាវាស្ថិតមានចំណុចបែបម៉េចឬក៏ទម្រង់បែបណាដែលអាចដាក់ទៅត្រូវជើងវាសម្រាប់តែយើងត្រូវចំណាំគឺវាមានចំណុច port របស់វាទូចមួយចឹងយើងត្រូវការដាក់មកសម្រាប់នេះគ្រាន់តែជាការឧទាហរណ៍ទេបើសិនករណីធុងយើងថ្មីឬក៏យើង build ថ្មីគឺយើងត្រូវការមានកែវមួយដើម្បីផ្ដិតលើ CPU នោះដើម្បីឲ្យការច្រឡំក្តៅវាគឺបានល្អណាការសោកក្តៅពីដង្ហើមរបស់យើងនេះគឺបានល្អចង់ឧទាហរណ៍ថាអានេះជាការដែលយើងត្រូវគឺយើងត្រូវផ្ដិតលើវានេះខ្ញុំយកថ្នាំថ្មីដើម្បីឧទាហរណ៍បន្ទាប់មកយើងធ្វើការចាប់ដង្ហើមវាចូលវិញអូខេដាក់ជើងបន្ទាប់មកយើងធ្វើការចាប់ដង្ហើមរបស់វា
យើងត្រូវការដើម្បីទៅហាងដំណើរការបានយើងទៅយើងត្រូវការដោតភ្លើងវាផងដែរចំណុចបន្តទៀតយើងត្រូវការចាប់ RAM ចូល RAM ដែលមានទំហំ 4G ហ្នឹងហើយវា RAM នេះក៏ស្ថិតនៅក្នុងចំនួនទី3ដែរហើយត្រូវការចាប់ចូលបញ្ជាក់សម្រាប់ RAM យើងអាចកាន់ក្តោបចេះឬក៏យើងចាប់មុខវាចេះទេគឺយើងត្រូវការចាប់បែបនេះដើម្បីកុំឲ្យដៃរបស់យើងនឹងប៉ះនឹងផ្ទៃធ្មេញរបស់វាកុំឲ្យខ្លាចវាអត់ដំណើរការយ៉ាងទៅបន្ទាប់ចំណុចបន្ទាប់យើងធ្វើការដាក់ RAM ក៏យើងត្រូវការដាក់បែបថ្នមទៅវិញដែរបន្ទាប់ពីលើបែបហ្នឹងហើយគឺមានថា RAM របស់យើងគឺដាក់ចូលបានសុខល្អហើយគឺវាជើងគឺចាប់ជាប់គ្នាចំណុចបន្ទាប់ទៀតគឺយើងធ្វើការចាប់ហាត់នេះចូលវិញយើងចង់ចាប់ហាត់នេះមុនក៏បានឬក៏ចាប់ GPU មុនក៏បានតែសម្រាប់ខ្ញុំគឺខ្ញុំចាប់ហាត់នេះមុនតោះមកយើងធ្វើការចាប់GPU ដែលយើងអាចហៅបានថា credit card ចំណុចបន្ទាប់ទៀតយើងធ្វើការរៀបខ្សែភ្លើងមកវាចូលតាម flow នីមួយៗថាខ្សែ protocol ហ្នឹងវារបស់ CPU ឬក៏របស់ hard disk ហ្នឹងទៅខ្ញុំធ្វើការដោតខ្សែ power supply ដើម្បីដោតចូលមួយបតដើម្បីបតយើងដំណើរការមានភ្លើងមិនបានចំពោះការនិយាយស្ដីលឺលួសឬក៏ខ្វះខាតនៅក្នុងវីដេអូនេះអីសម្រាប់អ្នកនរគ្នាដែលស្ដាប់ទៅខុសឆ្គងឬក៏មានបញ្ហាតិចតួចសូមកុំកាន់ទេព្រោះការនិយាយស្ដីទាំងអស់តែតែមានការផ្លាស់ប្ដូរបន្តិចបន្តួចទេយើងធ្វើការដោតខ្សែភ្លើងរបស់ដង្ហើមយើងចូលតោះមកយើងធ្វើការចាប់ខ្សែ SATA ឬខ្សែបញ្ជូនទិន្នន័យរបស់ hard disk ចំណុចបន្ទាប់ទៀតគឺខ្សែភ្លើងរបស់ bot ដែលបញ្ជូនភ្លើងទៅឲ្យ hard disk យើងមានដែលបញ្ជូនភ្លើងទៅឲ្យ hard disk ឬក៏ GPU យើងដំណើរការបានតោះយើងធ្វើការដោត port នេះចូលវិញដោតប្រទះ port របស់យើងសម្រាប់ការដាក់វាគឺយើងត្រូវការថ្នមដែរព្រោះវាមានជើងតោះយើងធ្វើការរៀបខ្សែភ្លើងឲ្យវាស្អាតតាមលំដាប់របស់វាវិញ
ឥឡូវបន្តពីយើងធ្វើការគុំរួចរាល់ហើយយើងធ្វើការចាប់វីដេអូវិញចឹងសម្រាប់វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណដែលបានទស្សនាវីដេអូពីដើមដល់ចប់